កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកបានសម្រេចនូវជោគជ័យក្នុងការស្វែងរកពីឡុតម្នាក់ដែលបានបាត់ខ្លួនក្រោយពីយន្តហោះចម្បាំង F-15E មួយគ្រឿងត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់វាយប្រហារកាលពីថ្ងៃសុក្រពេលនេះត្រូវបានជួយសង្គ្រោះនិងកំពុងបញ្ជូនបន្ទាន់ទៅកាន់ប្រទេសគុយវ៉ែតនេះបើតាមការចុះផ្សាយដោយសារព័ត៌មានអាចារ្យសេរ៉ានៅថ្ងៃទី5មេសាឆ្នាំ2026បើតាមការបញ្ជាក់ពីក្រមមន្ត្រីនិងលោកប្រធានាធិបតី Donald Trump លោក Trump បានបញ្ជាក់ផងដែរថាប្រតិបត្តិការជួយសង្គ្រោះនេះបានទទួលនូវជោគជ័យហើយពីឡុតដែលបានបាត់ខ្លួនបានចាកចេញពីប្រទេសអ៊ីរ៉ង់ត្រឡប់ទៅកាន់កន្លែងដែលមានសុវត្ថិភាពនិងមិនបានធ្វើឲ្យកងទ័ពសហរដ្ឋអាមេរិករូបណាម្នាក់បាត់បង់ជីវិតនោះទេដោយគ្រាន់តែបានបញ្ជាក់ទៀតថាមានពីឡុតម្នាក់បានរងរបួសបន្ថែមពីនេះទៅទៀតលោកបានលើកឡើងផងដែរថាប្រតិបត្តិការនេះត្រូវបានវិពណ៌នាថាជាប្រតិបត្តិការមួយក្នុងចំណោមបេសកកម្មសង្គ្រោះដែលលំបាកនិងស្មុគស្មាញបំផុតក្នុងប្រវត្តិសាស្ត្រកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកដែលបង្ហាញអំពីទំហំសង្គ្រាមនិងហានិភ័យខ្ពស់ដែលកងកម្លាំងនៅលើដីកំពុងប្រឈមមុខខណៈនោះកងទ័ពអ៊ីរ៉ង់ IRGC បានអះអាងថាពួកគេបានធ្វើការបាញ់ទម្លាក់យន្តហោះចម្បាំង A-10 របស់អាមេរិកមួយគ្រឿងពីលើដែនអាកាសដែលយន្តហោះនេះបានចូលរួមនៅក្នុងស្វែងរកពីឡុតបាត់ខ្លួននៅតំបន់ Isfahan ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ប៉ុន្តែអ្នកបើកបរខាងលើបានផ្ដាច់កៅអីពីយន្តហោះដោយពុំមានបញ្ហាអ្វីកើតឡើងនោះទេហេតុការណ៍នេះបានក្លាយទៅជាលើកទី2ហើយដែលកងទ័ពអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមជាង1ខែនេះ